ស្រីម្នាក់នោះទើបតែសម្រាលកូនរួចទឹកដោះឡើងទាំងខ្លាំងនាងក៏លួចបំបែកឯកដែលរបួសចិត្តងាប់នោះមួយផ្លែក្រោយមកស្លាកឯកដែលរបួសក៏ដុសសាច់ថ្មីឡើងមកតែនាងមិនខ្វល់អ្វីបន្តិចសោះរហូតដល់ឯកមកដប់ស្នងសងគុណប្រាប់នាងថាស្អែកនេះទោះយ៉ាងណាក៏កុំឲ្យកូនឃ្លាពីភ្នែកឲ្យសោះបើមិនដូច្នោះទេនាងនឹងបាត់បង់កូនជារៀងរហូតនាងភ្ញាក់ផ្អើលខ្លាំងតែមិនជឿរហូតដល់ថ្ងៃបន្ទាប់ពេលនាងរៀបចំឲ្យកូនគេងស្រាប់តែសំឡេងនាងឲ្យនាងនឹងមិត្តភ័ក្តិសិនលូសម្រាលកូនថ្ងៃតែមួយកូនប្រុសរបស់គាត់មានបញ្ហាសែងគាត់គ្មានលទ្ធភាពព្យាបាលទេដូច្នេះយប់នេះគាត់នឹងយកកូនឈឺរបស់គាត់មកបដូរជាមួយកូននាងផ្ទះម្ដាយនាងទោះមានលុយព្យាបាលតែ3ឆ្នាំក្រោយនាងអស់លុយពីខ្លួនក៏ជួយកូនមិនបានហើយស្លាប់ដោយក្តីទុក្ខសិននាងកូនយើងទាំងពីរសម្រាលថ្ងៃតែមួយខ្ញុំច្រណែននាងណាស់អូគេថាអាចថតរូបជើងកូនទៅកើតទុកជាអនុស្សាវរីយ៍បានដោយឥតគិតថ្លៃខ្ញុំឲ្យបងស្រីជីដូនមួយនាំទៅជាមួយទៅបងស៊ីស៊ីកុំឲ្យគេប៉ះកាលបើគេយកមកវិញវាមិនមែនជាកូនអ្នកទៀតទេសូមប្រគល់កូនមកឲ្យខ្ញុំវិញមកគ្មានអ្នកណាអាចប៉ះពាល់កូនខ្ញុំបានទេបងស្រីស៊ីនហៃកុំទាន់រំភើបអីកូនទាំងពីរកើតថ្ងៃតែមួយធ្វើសៀវភៅអនុស្សាវរីយ៍ជើងកូនទៅពិតជាមានន័យណាស់តើត្រូវទៅធ្វើន័យណានៅហាងថតរូបតូចមួយក្នុងមន្ទីរពេទ្យនឹងតើអ្នកណាជាអ្នកទទួលខុសត្រូវខ្ញុំជាអ្នកទទួលខុសត្រូវសូមអញ្ជើញចូលមកខាងក្នុងត្រូវសម្រាប់មេរោគធម្មតាគេមិនឲ្យសាច់ញាតិចូលទេឆ្នាំនេះគេឲ្យដោយឥតគិតថ្លៃទេតើខ្ញុំនិយាយអ្វីខុសមែនទេខ្ញុំគ្រាន់តែគិតថាកូនយើងកើតថ្ងៃតែមួយចង់ទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះបើចង់ទុកអនុស្សាវរីយ៍អ្នកទុកខ្លួនឯងទៅមួយទៀតចាប់ពីពេលនេះទៅការថែទាំកូនខ្ញុំត្រូវធ្វើនៅចំពោះមុខខ្ញុំមិនឲ្យទៅបន្ទប់ថែទាំរួមទេឈីមានឲ្យទៅតែសម្រាលកូនរួចកុំតានតឹងពេកអីខ្ញុំមិនមែនកំពុងសម្រាលកូនទេថ្នាំចាក់សម្រាលកូនខ្ញុំចាក់អស់3ដបពេលសម្រាលខ្ញុំធ្លាក់ឈាមខ្លាំងស្ទើរតែមិនរួចខ្លួនកូនម្នាក់នេះស្រាប់តែបាត់បង់ទៅពេលនេះអ្នកគ្រាន់តែមិនចង់ឲ្យគាត់ឃ្លាតឆ្ងាយពីភ្នែកខ្ញុំស្ដាប់ខ្ញុំទៅខ្ញុំនឹងដាក់ចុះបានហើយក្នុងโลกនេះអ្នកសម្រាលកូនសំខាន់ជាងគេស្ដាប់តាមឈីនីងទៅបានបើអ្នកមិនចង់ថតទេខ្ញុំទៅមុនហើយអ្នកសម្រាកឲ្យស្រួលទៅទឹកទី1គាត់មិនបានសម្រេចទេតែពួកគេមិនឈប់ទេខ្សែរឹតនេះបើលើសពី5ម៉ែត្រវានឹងរត់បើកាត់វានឹងរត់ប្រាប់គេសរុបមកគុំសង្ឃឹមថាមានអ្នកណាអាចដូរយកកូនខ្ញុំបានកូនសំឡាញ់វាស់កម្ដៅណាខ្ញុំធ្វើឲ្យអ្នកនាងស៊ូកុំហត់ពេកអីពួកយើងសុទ្ធតែជាអ្នកជំនាញក៏មិនមែនថាគ្មានការសោកស្ដាយដែរអ្នកនាងទើបសម្រាលកូនអារម្មណ៍ឆាប់ប៉ះពាល់ខ្ញុំយល់បានហើយទីនេះគ្មានការងារអ្វីឲ្យអ្នកធ្វើទេចេញទៅអូចាស់បើអ្នកនាងនិងកូនត្រូវការអ្វីហៅខ្ញុំបានគ្រប់ពេលឈីនានឲ្យនេះម៉ាក់ខ្ញុំរៀបចំឲ្យអ្នកដោយឡែកសម្រាប់ជំនួយឈាមកុំផឹកអីក្នុងនឹងមានថ្នាំជំនួយការគេងថ្នាំមិនខ្លាំងទេតែធ្វើឲ្យអ្នកគេងលក់ស្កប់ក្នុងសាច់រឿងដើមអ្នកផឹកហើយគេងលក់ស្កប់ពេលភ្ញាក់មកកូនលែងជារបស់អ្នកហើយដាក់លើទៅក៏បានដែរអ្នកផឹកចុះហាឈីនានឲ្យនេះម៉ាក់ខ្ញុំរៀបចំតាមរូបមន្តសម្រាប់អ្នកដោយឡែកស្ងោរអស់3ម៉ោងពេញខ្ញុំមិនឃ្លានទេមិនចង់ផឹកទេដាក់ទុកទៅឈីនានឲ្យកុំខ្ជិះខ្ជីទឹកចិត្តគេអីខ្ញុំប្រាប់ហើយថាខ្ញុំមិនចង់ផឹកឈីនានឲ្យក្នុងស៊ុបនេះមានយិនសិនឆុងគួយនិងតាំងសិនផ្សំតាមរូបមន្តចាស់ជំនួយសុខភាពខ្លាំងណាស់សាកមើលទៅរូបមន្តចាស់អីគ្រូពេទ្យជំនាញជាអ្នកចេញឲ្យនេះបញ្ជីគ្រឿងផ្សំឲ្យខ្ញុំមើលមកឈីនានលូលូជាមិត្តល្អបំផុតរបស់អ្នកគេខំមកទាំងយប់ដើម្បីយកស៊ុបឲ្យអ្នកផឹកបន្តិចទៅមិនក៏មិនផឹកបន្តិចទៅចង់ផឹកអ្នកផឹកទៅក
កូនមកឲ្យពួកអ្នកទាំង3ធ្វើអីនឹងយប់ប្រលប់បែបនេះសំនេះម៉ាក់ខ្ញុំរំងាស់ឲ្យជឿនាងពិសេសគាត់រំងាស់3ម៉ោងឯណោះតែគាត់មិនដឹងទេខ្ញុំក៏ខុសដែរដែលមិនបានគិតឲ្យល្អិតល្អន់ស្ដាប់ទៅដូចជាចង់ដាក់ខ្ញុំឲ្យនៅកន្លែងដែលពិបាកធ្វើខ្លួនអញ្ចឹងបើជឿនាងគាត់មិនចង់ផឹកក៏មិនបាច់ផឹកទៅរឿងប៉ុណ្ណឹងសោះជឿនាងសម្រាប់ទៅចុះចាំចង់ផឹកចាំឲ្យម៉ាក់ខ្ញុំរំងាស់ឲ្យទៀតឆាប់ឡើងហើយឡានពេទ្យមកឆាប់យកក្មេងមកនេះអ្នកនាងបន្ទប់សាមខ្លាំងកូនត្រូវចូលបន្ទប់សង្គ្រោះបន្ទាន់ដើម្បីពិនិត្យអ្នកនាងសំណើមបន្ទប់លើសកម្រិតកូនមិនអាចត្រជាក់បានទេនេះជាក្បួនថែទាំលោកក្រុមហ៊ុនមានការមិននៅទេគឺហៅគ្រូពេទ្យមកវិញកុំឲ្យក្មេងចូលបន្ទប់សង្គ្រោះកូនរបស់ក៏នឹងត្រូវគេយកទៅដែរកូននោះមិនបានទេមិនទាន់ទេហាមប៉ះគាត់នោះជាកូនរបស់ខ្ញុំអ្នកនាងកូនមិនអាចត្រជាក់បានទេតើអ្នកជាអ្នកទទួលខុសត្រូវមន្ទីរពេទ្យមែនទេនាងឯងនាងហ៊ានលួចយកកូនខ្ញុំទៅបាត់ប្រញាប់យកកូនខ្ញុំមកវិញភ្លាមបងស្រីស៊ីសៀខ្ញុំយកកូនមកជូនបងវិញហើយនេះមានរឿងអីក្រុមហ៊ុនមានការបន្ទាន់ខ្ញុំក៏ត្រឡប់ទៅវិញស្រាប់តែអ្នកគ្រប់គ្រងមជ្ឈមណ្ឌលផ្ញើសារមកខ្ញុំក៏ប្រញាប់មកវិញលោកម្ចាស់គ្មានរឿងអីធំដុំទេគ្រាន់តែប្រព័ន្ធខ្យល់ក្នុងបន្ទប់ខូចខ្ញុំក៏ធ្វើតាមច្បាប់មជ្ឈមណ្ឌលយកកូនទៅបន្ទប់សង្គ្រោះបន្ទាន់ឥឡូវជួសជុលរួចហើយទើបយកកូនមកជូនវិញកូនសុខសប្បាយធម្មតាទេសូមលោកកុំបារម្ភ